តែហើយគាត់អត់ចេញទេគាត់គេងនៅនឹងទៀតបាទបន្ទាប់ពីគេងរួចគាត់មកវិញញ៉ាំដំឡូងនៅក្នុងចការប្រជាពលរដ្ឋនឹងទៀតវងទៅបាត់ហើយដោយសារតែគាត់ខ្ជិលទៅទៀតព្រោះថាមានចំណីហើយខ្ជិលចូលព្រៃមកទៅនៅចការដំឡូងនឹងផ្ទាល់តទៅពេលម្ចាស់ចការគេមកដល់គាត់ដឹងថាកូនដំរីហ្នឹងនៅចការគាត់ពីថ្ងៃហើយបាទអញ្ចឹងទៅក៏គាត់តាក់ទងមកខាងរដ្ឋបាលភ័យឈើជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃយើងឡើងទៅជួយគាត់ទៅនឹងផ្ទាល់ហ្មងទៅដល់យើងពិនិត្យមើលគាត់មានពេទ្យសត្វមានអីព្យាបាលទៅមើលទៅគឺអត់មានបញ្ហាជំងឺឬក៏ជាប់តាក់ឬក៏របួសអីទេអញ្ចឹងយើងចាំមើលវងគាត់មកយករយៈពេល7ថ្ងៃប៉ុន្តែអត់ឃើញវងគាត់មកយកក៏យើងសម្រេចចិត្តថាយកគាត់យកមកដាក់នៅសួនសត្វភ្នំតាម៉ៅទៅបើសិនជាយើងទុកនៅនឹងទៀតគាត់អត់ទៅណាគាត់នៅតែកោប្រជាពលរដ្ឋគាត់នៅតែនៅចការរបស់ប្រជាពលរដ្ឋនឹងឯងបាទអញ្ចឹងបានជាមូលហេតុដែលយើងយកគាត់យកមកដាក់នៅសួនសត្វភ្នំតាម៉ៅហើយមួយទៀតប្រវត្តិរបស់លំផាត់គឺជាកូនដំរីមួយនៅខេត្តបន្ទាល់គិរីដូចគ្នាគាត់មានម្ដាយគាត់មានវងប៉ុន្តែប៉ុន្តែថ្ងៃមួយជាអកុសលហ្នឹងគឺអូនលំផាត់គាត់ដើរទៅកំពុងរកចំណីជាមួយមេហ្នឹងក៏ជន់តាក់ព្រានព្រៃទៅហើយជន់តាក់ព្រានព្រៃហ្នឹងគឺវងមកគាត់ទៅចោលហើយតែកំឡុងពេលដែលជាប់តាក់ហ្នឹងគឺចូល10ថ្ងៃជាងហើយមេគាត់អត់ទៅចោលទេសត្វដំរីគឺគាត់មិនងាយបោះបង់កូនចោលទេគាត់ស្រឡាញ់កូនណាមូលហេតុដែលយើងថាសត្វដំរីអត់ទៅចោលមេអត់ទៅចោលកូនហ្នឹងអត់ទៅចោលលំផាត់ដោយសារតែលំផាត់ជាប់តាក់10ថ្ងៃហើយប៉ុន្តែគាត់អត់មានបញ្ហាខ្សោយឬក៏បាក់ទឹកដោះអីទេអញ្ចឹងបានន័យថាមេគាត់នឹងបើកូនលំផាត់ហ្នឹងប៉ុន្តែអ្វីដែលមេគាត់រត់ចោលកូនហ្នឹងគឺដោយសារតែប្រជាពលរដ្ឋយើងគាត់ចូលអាស្រ័យផលនៅក្នុងព្រៃហ្នឹងទៅក៏គាត់ដឹងថាមនុស្សទៅចិត្តដល់គាត់អញ្ចឹងក៏គាត់មានការភ័យខ្លាចហើយណាមួយគាត់ជួយកូនអត់បានក៏គាត់ដាច់ចិត្តរត់ចោលកូនទៅគាត់រត់ចោលកូនចូលក្នុងព្រៃឆ្ងាយបន្ទាប់មកប្រជាពលរដ្ឋគាត់ឃើញអញ្ចឹងក៏គាត់គោលម្ដងគាត់ល្អទេគឺគាត់កាត់ខ្សែអន្ទាក់ហ្នឹងដើម្បីឲ្យលំផាត់ទៅមួយម្ដាយវិញប៉ុន្តែម្ដាយគាត់ទៅឆ្ងាយហើយលំផាត់គាត់នៅខ្ចីគាត់អាចដើរតម្ដាយគាត់ទេអញ្ចឹងគាត់វែងនៅក្នុងព្រៃហ្នឹងចេះដើរទៅសៀចេញពីព្រៃធ្លាក់ទៅដល់ចលងអូទៅដល់កន្លែងបឋានប្រចាំការកន្លែងអភិរក្សលំផាត់ហ្នឹងមកទៅដល់ហ្នឹងឆ្កែដេញព្រុសអ្នកប្រចាំការហ្នឹងគាត់ចេញមកមើលគាត់ស្មានថាជាជ្រូកព្រៃទេតចេញមកមើលឃើញលើកដៃលើកប្រម៉ោយទៅមិនដឹងថាជាកូនដំរីអញ្ចឹងគាត់នាំគ្នារត់ទៅជួយដេញជួយមើលចាប់កូនដំរីមកមើលមិនដឹងថាលំផាត់ហ្នឹងបញ្ហាជាប់តាក់ហើយលួយជើងខ្លាំងហ្មងសឹងតែដល់ឆ្អឹងហើយអញ្ចឹងគាត់តាក់ទងមកមន្ត្រីបរិស្ថានមួយរដ្ឋបាលប្រឈើមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃយើងមានពេទ្យសត្វឡើងទៅព្យាបាលគាត់ទៅនឹងនៅពេលដែលកំឡុងយើងព្យាបាលនៅហ្នឹងឃើញគាត់របួសគឺធ្ងន់ធ្ងរពេកយើងខ្លាចមានបញ្ហាបាក់តេរីចូលឬក៏ហើមសាច់លួយសាច់ទៅអាចខ្លាចកាត់ជើងដូចឈូកអញ្ចឹងក៏យើងបញ្ជូនគាត់ភ្លាមហ្នឹងមកសួនសត្វភ្នំតាម៉ៅយើងនេះហ្មងទៅបាទហើយចម្ងាយដែលលំផាត់ជាប់តាក់ពីចម្ងាយដែលគាត់ជាប់តាក់មកកន្លែងបរិស្ថានដែលជំរកសត្វព្រៃលំផាត់ហ្នឹងគឺមានចម្ងាយ10គីឡូតម្រងគាត់ដើរពីក្នុងព្រៃវែងហ្នឹងគឺ10គីឡូតម្រងដែលដល់កន្លែងអភិរក្សលំផាត់ហ្នឹងអញ្ចឹងគាត់រៀងខ្សោយគាត់រៀងស្គមជាងពេលដែលមេនំបៅមកដល់នេះគាត់ក៏រៀងខ្សោយដែរបាទហើយកាលតែគាត់មកដល់នេះដំបូងគឺគាត់មានទម្ងន់138គីឡូបាទគីឡូរបស់គាត់ហើយបងប្អូនខ្លះគាត់ឆ្ងល់ហើយហេតុអីបានកូនដំរីព្រៃបានយើងដឹងថាគាត់មានអាយុ5ខែគឺគាត់តែយើងយកគាត់មកដល់ភ្លាមយើងចាប់គាត់ថ្លឹងគីឡូគាត់យើងគាត់កម្ពស់វាស់ទំហំដើមទ្រូងគាត់ទៅគឺគាត់138គីឡូនៅល្បាក់ទុំ5ខែដល់5ខែតិចតួចទេបាទហើយមួយទៀតសម្រាប់សត្វដំរីបងប្អូនខ្លះក៏ដឹងបងប្អូនខ្លះក៏មិនទាន់ដឹងដែរសត្វដំរីគឺជើងមុខគាត់ធំជាងជើងក្រោយមូលហេតុដែលជើងមុខធំជាងនោះគឺជើងមុខរបស់គាត់មានកញ្ចក់ជើង5ប៉ុន្តែខាងក្រោយគឺមានកញ្ចក់ជើង14ទេអត់ដូចមនុស្សយើងទេបាទយកជើងមើលលំផាត់ហើយអាយុកាលរបស់សត្វដំរីក៏ដូចគ្នាដែរអាយុកាលដូចតែមនុស្សយើងទូទៅទេអាស្រ័យលើសុខភាពបើសិនជាគាត់សុខភាពល្អគាត់អាចលុបនៅដល់100ជាងឬ100តិចតួចអីចឹងទៅបើសិនសុខភាពគាត់ល្អបានត្រឹម7ត្រឹម8ហើយ7 8ហ្នឹងឡើងយាយឡើងតាដូចតែយើងដែរទេពេញវ័យក៏ដូចគ្នាហើយមួយទៀតសម្រាប់លំផាត់ក៏ដូចជាលាក់គីដែរបើយើងបើឲ្យគាត់ស្គាល់តែមនុស្សបើសិនជាយកគាត់ចូលព្រៃក៏គាត់អាចចូលដែរគឺគាត់តាមតែមនុស្សទេគាត់លែងស្គាល់ហើយបើសិនជាគាត់ចូលព្រៃក៏ចូលមួយវងដំរីផ្សេងទៀតគេអត់ឲ្យចូលដែរព្រោះសត្វដំរីគាត់ប្រកាន់បពួក
គាត់ដើរជាក្រុមជាវងផាន់គាត់ ញីឯលំផាត់ញីឯ បាទញីបងញី ចាំមួយលំផាត់ លំផាត់នៅពេលដែលគាត់សប្បាយចិត្តគឺគាត់បក់ស្លឹកតាជីញាប់ហើយកវីកវត្តហ្នឹង សុំចេញមកនេះទៀត លំផាត់មកដល់តវងនេះគឺមិនមែនពួកយើងចាត់តាំងឲ្យអ្នកណាមួយមើលគាត់ទេបាទដោះគាត់នេះគឺគាត់រើសខ្លួនឯង អូយចា ដោយសារតែមកដល់ទៅគឺបងកសលគាត់លេងជាមួយទៅគឺគាត់បក់ស្លឹកជាញាប់គាត់លេងគាត់សប្បាយដូចមានអារម្មណ៍ថាត្រូវធ្លុំគ្នាអញ្ចឹងក៏យើងបកគោលឲ្យបងកសលគាត់កាន់ទៅអញ្ចឹងខុសត្រូវអីនៅលើលំផាត់អីព្រោះគាត់ជ្រើសរើសខ្លួនឯងបាទ